បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងក្នុងប្រទេសទាំងក្រៅប្រទេសថ្ងៃនេះខ្ញុំបាទបានមកចែករំលែកពីដើមស្លឹកបាសបងប្អូនយកទៅព្យាបាលជំងឺមានដូចជាក្មេងក្តៅខ្លួនយប់ប្រលប់បងប្អូនណានៅឆ្ងាយពីពេទ្យអីហ្នឹងបងប្អូនត្រូវទៅបេះស្លឹកបាសចំនួន12សន្លឹករួចយកមកបុកលាយជាមួយទឹកប៉ែកយកមួយកូនកែតូចគឺហូបភ្លាមបាត់ក្តៅខ្លួនភ្លាមបងប្អូនណាពូកែខ្លាំងណាស់ចំណែកឯបងបរោះចេះឧស្សាហ៍អស់កម្លាំងហលហិតលហីខ្សោយផ្លូវភេទបងប្អូនណាទៅរកមើមបាសឬមួយក៏គល់របស់វាយកស្រស់បងប្អូនណាយកស្រស់ចំនួន2ខាំរួចមកដាំទឹកចំនួន1លីត្រកន្លះរំងាស់ឲ្យយូរបន្តិចបងប្អូនកន្លះម៉ោងហូបមួយថ្ងៃអត់កំណត់ទេបងប្អូនព្យាយាមហូបឲ្យបាន10ទៅ15 10ថ្ងៃគឺពូកែខ្លាំងណាស់បងប្អូនណា